នៅក្នុងស្មារតីខ្មែរជួយខ្មែរនិងគ្រប់គ្រងជឿជាក់ចំពោះការដឹកនាំធ្វើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាពិសេសឆ្លើយតបប្រកបដោយប្រសិទ្ធភាពជួយសម្រាលការលំបាករបស់ជនភៀសសឹកនិងគ្រួសារវីរយុទ្ធជនដែលកើតចេញពីសង្គ្រាមឈ្លានពានរបស់ថៃនាពេលកន្លងមកសមាគមអង្គការកម្ពុជាបាននាំយកថវិកាចំនួន$1,500,000សហរដ្ឋអាមេរិកព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតប្រគល់ជូនកាកបាទក្រហមកម្ពុជាដើម្បីឆ្លើយតបចំពោះតម្រូវការបន្ទាន់របស់ជនភៀសសឹកនិងគ្រួសារកងទ័ពជួរមុខពិធីប្រគល់នឹងទទួលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី15ខែមករាឆ្នាំ2026នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកតេប្របណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាលោកអ្នកអញ្ញាលីហួរអនុប្រធានសមាគមអង្គការកម្ពុជាតំណាងលោកអ្នកអញ្ញាលីយ៉ូផាត់ប្រធានសមាគមបានបញ្ជាក់ថាចាប់តាំងពីមានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនាចុងខែឧសភាឆ្នាំ2025កន្លងទៅសមាគមបានគៀងគរថវិកាដើម្បីជួយដល់ជាតិចំនួន3លើករួចមកហើយដោយនៅក្នុងនោះទទួលបានថវិកាសរុបជាង$3,646,000សហរដ្ឋអាមេរិកហើយថវិកាលើកទី3ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជានៅថ្ងៃនេះមាន$1,500,000សហរដ្ឋអាមេរិកទឹកបរិសុទ្ធ500កេសនិងចេកអំបូងលឿងចំនួន900កេសលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបាននាំនៅព្រះរាជសវណ្ណីផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកបំផុតពីសំណាក់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងសម្ដេចកតេប្របណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះសប្បុរសជននិងបងប្អូនជនរួមជាតិទាំងអស់លោកជំទាវបណ្ឌិតបានបញ្ជាក់ថាក្រោមការដឹកនាំនិងការគិតគូរខ្ពស់ជានិច្ចពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះប្រធានកិត្តិយសនិងសម្ដេចកតេប្របណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាកាកបាទក្រហមបានបំពេញតួនាទីយ៉ាងសកម្មជាជំនួយការឲ្យអាជ្ញាធរសាធារណៈជួយពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងដែលគ្មានការរើសអើងពិសេសនៅក្នុងអំឡុងពេលដែលថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជានារយៈពេលថ្មីៗនេះកាកបាទក្រហមកម្ពុជាបានបំពេញការងាររបស់ខ្លួនយ៉ាងសកម្មនិងមានប្រសិទ្ធភាពដោយធានាថាជនភៀសសឹកនិងគ្រួសារវីរយុទ្ធជនមិនត្រូវបានបោះបង់ចោលនៅក្នុងគ្រាលំបាកនៃសង្គ្រាមឈ្លានពាននេះនោះឡើយលោកជំទាវបានវិតម្លៃចំពោះស្មារតីមហាសាមគ្គីជាតិខ្មែរជួយខ្មែរដែលបានជួយឲ្យកម្ពុជាមានកម្លាំងខ្លាំងក្លាទោះបីជាត្រូវប្រឈមនឹងមហិច្ឆតាឈ្លានពានពីខាងក្រៅក៏ដោយលោកជំទាវបានបញ្ជាក់ថាសមាគមអង្គការកម្ពុជាតែងតែជាអ្នកនាំមុខក្នុងសកម្មភាពមនុស្សធម៌ពិសេសការរួមចំណែករំលែកទុក្ខចំពោះវីរយុទ្ធជនដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិនិងមាតុភូមិនាពេលកន្លងមកលោកជំទាវបានធ្វើការសន្យាចំពោះមុខសប្បុរសជនទាំងអស់នៅថ្ងៃនេះថាថវិកាដែលទទួលបានពីសប្បុរសជននឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុតសម្រាប់បន្តជួយទៅដល់ជនភៀសសឹកនិងវីរយុទ្ធជននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតក៏រំលឹកពីជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកាកបាទក្រហមអន្តរជាតិ ICRC រហូតឈានទៅដល់ការដោះលែងវីរយុទ្ធជន18នាក់ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់កាលពីចុងឆ្នាំ2025កន្លងទៅដូចគ្នាដែរលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតក៏បង្ហើបឲ្យដឹងផងដែរពីគម្រោងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតមូលនិធិសម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីធានាជួយទំនុកបម្រុងដល់គ្រួសារវីរយុទ្ធជនដែលបានពាក់លីដោយធានាថាគ្រួសារវីរៈកងទ័ពទាំងភរិយានិងកូននឹងត្រូវបន្តរស់នៅដោយកិត្តិយសដែលរដ្ឋាភិបាលនិងសង្គមជាតិទាំងមូលមិនទុកពួកគាត់ចោលនៅឡើយរដ្ឋាភិបាលគ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ភរិយាកងទ័ពមានការធ្វើការងារកសិកម្មជំនាញផ្នែកកាត់ដេរនិងជំនាញផ្នែកឧស្សាហ៍ជាដើមគ្រាដែលកូនរបស់វីរៈកងទ័ពក៏នឹងត្រូវបានគិតគូរដើម្បីទទួលបានការឧបត្ថម្ភដល់ការសិក្សាដូចគ្នាដែរដែលនេះគឺជាការតបស្នងចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់វីរៈយុទ្ធជនរបស់យើងនាពេលកន្លងមកលោកជំទាវបណ្ឌិតក៏បានសំណូមពរដល់សប្បុរសជននិងវិនិយោគិនទាំងអស់ឲ្យបន្តរួមគ្នាជាធ្លុងមួយជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការច្បាប់លោកជំទាវជឿជាក់ថាតាមរយៈការបដិញ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសអនឡាញនិងរួមចំណែកទាក់ទាញវិនិយោគពីបរទេសជំរុញកំណើនជីវភាពនិងចរន្តសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើងទោះបីកម្ពុជាកំពុងបន្តស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៃសង្គ្រាមជាមួយថៃយ៉ាងណាក៏ដោយនៅទីបញ្ចប់លោកជំទាវបណ្ឌិតក៏បានជម្រាបជូនដែរថាសម្ដេចកតេប្របណ្ឌិតបូរនីហ៊ុនសែនសម្ដេចនៅតែបន្តបេសកកម្មមនុស្សធម៌ជាប់ជានិច្ចជាមួយពលរដ្ឋដោយនៅថ្ងៃស្អែកនេះសម្ដេចក៏នឹងអញ្ជើញទៅសួរសុខទុក្ខជនភៀសសឹកនិងវីរយុទ្ធជនរបួសនៅខេត្តសៀមរាបដើម្បីផ្ដល់កម្លាំងចិត្តនិងការឧបត្ថម្ភបន្ថែមទៀតជូនដល់ពួកគាត់ដូចគ្នាផងដែរ